ថ្ងៃនេះខ្ញុំចង់ខ្ចីលុយអ្នកទាំងអស់គ្នាថ្មីនេះខ្ញុំរកស៊ីខ្វះលុយបន្តិចបន្តួចឆ្លៀតឱកាសជួបជុំមិត្តរួមថ្នាក់ខ្ញុំក៏ហាមាត់ខ្ចីតែម្ដងទៅពួកយើងជាមិត្តភក្តិនឹងគ្នាជួយខ្ញុំបន្តិចទៅតាមពិតថ្ងៃនេះមានគេប្រាប់ទេឯងជាអ្នកចង់មកខ្លួនឯងចូលមកដល់ហាមាត់ខ្ចីលុយតែម្ដងគួរឲ្យធុញណាស់យ៉ាងម៉េចពួកឯងមិនជួយខ្ញុំទេអីឥឡូវក៏មិនព្រមឲ្យខ្ញុំខ្ចីលុយដែរការរៀនពួកយើងលេងស្និទ្ធនឹងគ្នាជាងគេចុះឥឡូវវិញពួកឯងនៅចាត់ទុកខ្ញុំជាមិត្តភក្តិទៀតទេសៀវមីងប៉ុន្មានឆ្នាំនេះតាក់ទងឯងមិនបានសោះម្យ៉ាងទៀតថ្ងៃនេះពួកយើងជួបជុំគ្នាគឺមានការសំខាន់ត្រូវជួបមនុស្សសំខាន់ម្នាក់ពេលនេះនិយាយរឿងខ្ចីលុយមិនសូវសមទេដឹងមិនសមការរៀនខ្ញុំធ្វើល្អដាក់ពួកឯងណាស់តើឯងឈឺរលាកខ្នែងពោះខ្ញុំជាអ្នកពុនឯងទៅពេទ្យចំណែកឯងមិនដែលចូលរៀនខ្ញុំជួយឆ្លើយវត្តមានឲ្យឯងប៉ុន្មានដងឯងមានរឿងនៅតារាងបើខ្ញុំជាអ្នករត់ទៅមុនគេរឿងប៉ុន្មានឆ្នាំមុនទៅហើយតាមពិតខ្ញុំគ្រាន់តែចង់ដឹងថាមនុស្សដែលធ្លាប់និយាយថាធ្វើមិត្តភក្តិមួយជីវិតឥឡូវខ្លាចជាយ៉ាងម៉េចអស់ហើយអាមេងខ្ញុំវេឯង 30000 ហើយឯងយកទៅដោះស្រាយសិនទៅអាលីផេតតួបាន 30000 យន់ពេលរៀនចប់អ្នកណាក៏ថាខ្ញុំមានបានកុំភ្លេចគ្នាមានបានកុំភ្លេចគ្នាអរគុណឯងហើយសំណាងហើយមានឯងតាមពិតឥឡូវខ្ញុំក៏ពិបាកដែរចុះអ្នកផ្សេងទៀតថ្ងៃនេះខ្ញុំមើលធ្លុះអស់ហើយមនុស្សដូចពួកឯងនៅចង់ជួបមនុស្សសំខាន់ទៀតមនុស្សសំខាន់គេចង់ស្គាល់ពួកឯងដែរបងមីងប៉ុន្មានឆ្នាំនេះមិនដឹងសៀវមីងធ្វើអីទេឲ្យខ្ចីលុយប្រហែលជាសូនឲ្យឈឹងហើយមិនអីទេធ្លាប់ជាមិត្តរួមថ្នាក់ចាត់ទុកថាទិញមនោសញ្ចេតនាប៉ុន្មានឆ្នាំនោះចុះមនោសញ្ចេតនាខ្ញុំមើលទៅក៏ធម្មតាកាលនៅអន្តេវាសិកដ្ឋានជាមួយគ្នាខ្ញុំមិនសូវចង់លេងជាមួយវាទេកាលនោះខ្ញុំឧស្សាហ៍បាត់ស្បែកជើងខ្ញុំសង្ស័យថាវាជាអ្នកលួចតាមពិតពេលរៀនទៅអាចស្មើភាពគ្នាពេលរៀនចប់ត្រូវត្រឡប់ទៅរង្វង់រៀងខ្លួនវិញឥឡូវកុំនិយាយច្រើនត្រូវរាប់អានអ្នកខ្ពស់ជាងខ្លួនដូចជាសិស្សច្បងមហាសេដ្ឋីយើងអញ្ចឹងមហាសេដ្ឋីម្នាក់នេះពិបាកណាស់ណាស់ខ្ញុំពឹងគេ3តង់ទៅបានលេខខាគាត់ដោយសារជាសិស្សច្បងទៅបានលេខផ្ទាល់ខ្លួនគាត់បន្តិចទៀតគាត់មកដល់គ្រាន់តែជួយណែនាំយើងបន្តិចថ្ងៃក្រោយពួកយើងច្បាស់ជាមានបានមិនខានអរគុណឯងខ្លាំងណាស់មហាសេដ្ឋីអាចកំបាំងបំផុតក្នុងក្រុងយកព្រមចូលរួមញ៉ាំអាហារជាមួយសិស្សប្អូននៅភោជនីយដ្ឋានម៉ោង 5 កន្លះល្ងាចនេះក៏ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ដែរត្រូវគេដឹងបាត់ទៅហើយតែមិនគាត់មិនទាន់មកទៀតម្ហូបចិត្តត្រជាក់អស់ហើយឬមួយក៏ទេទៅសួរគាត់មើលមិនសូវល្អទេដឹងពិបាកណាស់ទើបបានលេខគាត់បើទេទៅខ្លាចគាត់ខឹងប្រហែលមិនអីទេឯងគ្រាន់តែសួរគាត់ថាមកដល់នៅត្រូវការឲ្យពួកយើងទៅទទួលទេមែនទូរស័ព្ទអ្នកណារត់សៀវមីងវាចុចបិទបាត់ហើយមិនក៏ចុចបិទលេខដែលអ្នកហៅកំពុងរវល់សុំហៅម្ដងទៀតនៅពេលក្រោយចុចបិទហើយខ្ញុំតែម្ដងទៀតអាឡូសៀវមីងគឺជាមហាសេដ្ឋីមិនចម្លែកទេដែលមិនឃើញវាប៉ុន្មានឆ្នាំនេះថ្ងៃនេះខ្ញុំចង់ខ្ចីលុយអ្នកទាំងអស់គ្នាតាមពិតខ្ញុំគ្រាន់តែចង់ដឹងថាមនុស្សដែលធ្លាប់និយាយថាធ្វើមិត្តភក្តិមួយជីវិតឥឡូវខ្លាចជាយ៉ាងម៉េចអស់ហើយអំបញ្ញមិញវាថាខ្ញុំមើលធ្លុះអស់ហើយមនុស្សដូចពួកឯងនៅចង់ជួបមនុស្សសំខាន់ទៀតមនុស្សសំខាន់គេចង់ស្គាល់ពួកឯងដែរខ្ញុំថាមែនមិត្តភក្តិប៉ុន្មានឆ្នាំមកហើយជួយវាបន្តិចទៅមានអីឥឡូវយ៉ាងម៉េចហើយបងមីងកុំតន់ទៅពួកយើងនិយាយលេងទេយកជាការមែនទែនទៅវិញអង្គុយឯងចង់ខ្ចីលុយមែនទេខ្ញុំវេឲ្យឯង 50000ខ្ញុំវេឲ្យឯង 30000កុំខ្វល់ពីខ្ញុំពួកឯងពិតជាព្រមឲ្យលុយខ្ញុំមែនប្រកាសហើយមានបានកុំភ្លេចគ្នាបានខ្ញុំរំភើបណាស់ខ្ញុំមើលមនុស្សមិនខុសមែនបងមីងសំណាងហើយពួកយើងកែខៃតន់ពេលមែនហើយប៉ុន្តែមិនក៏វាទៅទៀតហើយមែនហើយខ្ញុំគិតថាប្រហែលទៅដូរខោអាវត្រៀមខ្លួនត្រឡប់មកវិញយ៉ាងអស្ចារ្យហើយ
B រួចរាល់ហើយមានបានហើយរងចាំតែឯងទេមកបើកម៉ាស៊ីនអាមួយនេះអំបាញ់មិញនៅក្នុងបន្ទប់នេះពួកឯងឆែកឲ្យច្បាស់មើលក្រៅពីទូរស័ព្ទខ្ញុំវានៅលួចអីទៀតបាទថៅកែទូរស័ព្ទឯងជាអ្នកលួចគាត់ទៅជាមហាសេដ្ឋីចុះពួកឯងប៉ុន្មានអ្នកនេះសុទ្ធតែជាបាក់ពួកវាមែនទេមិនមែនទេមិននឹងអាចទៅរួចពួកយើងជាសិស្សច្បងសិស្សប្អូនថ្ងៃនេះពួកយើងញ៉ាំអាហារជុំគ្នាមែនហើយមិនអាចជាបាក់ពួកទេវានៅជំពាក់លុយខ្ញុំទៀតលុយឯណាខ្ញុំចាយអស់ហើយមិនក៏មួយផ្លែតចាយអស់ហើយបេនេះមិនមែនទូរស័ព្ទទេអីខ្ញុំធ្វើល្អដាក់ឯងម្លឹងសំបីតែឡានខ្ញុំក៏ឯងមិនលើកលែង